បងប្អូនបាទខ្ញុំជូន3កន្លឹះដែលបងប្អូនមានផែនការសម្រក់គីឡូហ្នឹងធ្វើតាម3កន្លឹះនេះគឺជោគជ័យបាទនៅក្នុងការសម្រក់គីឡូអូខេអញ្ចឹងកន្លឹះទី1បងប្អូនត្រូវសួរខ្លួនឯងបាទសួរខ្លួនឯងឲ្យច្បាស់លាស់ថាហេតុអីបានបងប្អូនចង់ស្រក់គីឡូបាទបងប្អូនត្រូវយល់ន័យនឹងឲ្យច្បាស់សិនចំណុចទី1ខ្ញុំលើកឧទាហរណ៍ខ្ញុំចង់ស្រកដោយសារខ្ញុំចង់ស្លៀកពាក់ស្អាតបាតបាទរូបរាងសមសួនឬក៏បងប្អូនចិត្តរៀបការឬក៏បងប្អូនត្រូវស្លៀកពាក់ឲ្យស្អាតបាតមុនចូលរោងការអីជាដើមបាទឬក៏បងប្អូនពេទ្យតម្រូវឲ្យបងប្អូនត្រូវតែស្រកដើម្បីសុខភាពរបស់បងប្អូនហ្នឹងគឺវាលើសខ្លាំងពេកដើម្បីឲ្យបងប្អូនហ្នឹងបានស្រួលខ្លួនបានសុខភាពល្អឡើងវិញអូខេបាទហើយចំណុចបន្ទាប់ទៀតមានន័យថាឬក៏បងប្អូនគិតថាចិត្តចូលឆ្នាំខ្មែរឬក៏ចិត្តចូលឆ្នាំចិនបងប្អូនត្រូវស្លៀកពាក់អីមួយអញ្ចឹងកលឹះហ្នឹងគឺសាមញ្ញទេបងប្អូនហើយវិធីសាស្ត្រទី2បងប្អូនត្រូវរកវិធីសាស្ត្រក្នុងការស្រកគីឡូតើយើងត្រូវរកវិធីសាស្ត្រមួយណាឲ្យត្រូវហើយស័ក្តិសមនឹងការងារសប្តាហ៍ថ្ងៃរបស់បងប្អូនខ្ញុំឧទាហរណ៍ថាបងប្អូនរវល់ការងារបាទធ្វើការមួយថ្ងៃពេញតើបងប្អូនត្រូវធ្វើម៉េចអូខេបងប្អូនចង់បង្អត់អាហារមិនអាចទេព្រោះអីបងប្អូនធ្វើការពេញមួយថ្ងៃបងប្អូននឹងមានភាពហត់ហេវហើយអញ្ចឹងបងប្អូនត្រូវរកមធ្យោបាយណាដែលបងប្អូនញ៉ាំបាទបានញ៉ាំហើយមិនឲ្យបងប្អូនលើសគីឡូមិនឲ្យបងប្អូនលើសខ្លាញ់ហើយស្រួលខ្លួនទៀតបាទហើយចំណុចទី3បងប្អូនត្រូវរកគ្រូបង្វឹកឬក៏អ្នកណែនាំណាមួយច្បាស់លាស់អូខេបងប្អូនមើលនៅតាមបណ្ដាញសង្គម Facebook ក្តី TikTok ក្តីបាទឥឡូវយើងសម្បូរណាស់បាទឬក៏បងប្អូនថាអូពិបាកទៅរកណាបាទអញ្ចឹងខ្ញុំបងប្អូនអាចសួរមកខ្ញុំក៏បានដែរបាទខ្ញុំគឺជាអ្នកជំនាញខាងសុខភាពបាទជួយបងប្អូនសម្រក់គីឡូក៏បានតម្លើងគីឡូក៏បានថែរាងក៏បានអូខេហើយបទពិសោធន៍នេះជាង11ឆ្នាំហើយដែលខ្ញុំនៅក្នុងវិស័យនេះអញ្ចឹងបើសិនបងប្អូនចាប់អារម្មណ៍អាចឆាតមក Telegram ឬក៏ Facebook របស់ខ្ញុំបានបាទអរគុណច្រើន